Vancouver គឺជាទីក្រុងដែលមានតម្លៃផ្ទះថ្លៃជាងគេបំផុតនៅក្នុងប្រទេសកាណាដាវាមានកត្តាចំនួន4ដែលធ្វើឲ្យទីក្រុងនេះមានផ្ទះថ្លៃជាងគេ1ភូមិសាស្ត្រមានកំណត់ខុសពីទីក្រុងផ្សេងៗដែលមានដីវាលទំនាបធំទូលាយអាចពង្រីកទីក្រុងបាន Vancouver ត្រូវបានឡោមព័ទ្ធដោយមហាសមុទ្រនៅខាងលិចជួរភ្នំខ្ពស់ៗនៅខាងជើងព្រំដែនសហរដ្ឋអាមេរិកនៅខាងត្បូងកត្តានេះធ្វើឲ្យការផ្គត់ផ្គង់ដីសម្រាប់សាងសង់ផ្ទះមានកម្រិតទាបខណៈពេលដែលតម្រូវការមានខ្ពស់ដែលធ្វើឲ្យតម្លៃដីថ្លៃកប់ពពក2អាកាសធាតុអំណោយផល Vancouver គឺជាកន្លែងមួយក្នុងចំណោមតិចតួចបំផុតក្នុងប្រទេសកាណាដាដែលមានអាកាសធាតុក្តៅឧណ្ហៗរដូវរងាមិនសូវត្រជាក់ខ្លាំងរដូវក្តៅមានខ្យល់អាកាសបរិសុទ្ធមនុស្សជាច្រើនចង់រស់នៅទីនោះដើម្បីជៀសវាងភាពត្រជាក់ខ្លាំងធ្វើឲ្យតម្រូវការផ្ទះសម្បែងកើនឡើងជានិច្ច3ការវិនិយោគពីបរទេស Vancouver គឺជាគោលដៅចម្បងសម្រាប់អ្នកវិនិយោគអន្តរជាតិជាពិសេសពីតំបន់អាស៊ីដូចជាចិននិងហុងកុងមហាសេដ្ឋីនិងអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភអាចទិញអចលនទ្រព្យនៅទីនោះដើម្បីទុកជាទ្រព្យសម្បត្តិឬសម្រាប់កូនចៅមករៀនសកម្មភាពនេះបានរុញច្រានតម្លៃផ្ទះឲ្យឡើងខ្ពស់ហួសពីសមត្ថភាពទិញរបស់អ្នកស្រុកធម្មតា4មជ្ឈមណ្ឌលសេដ្ឋកិច្ចនិងបច្ចេកវិទ្យាទីក្រុងនេះជាចំណុចកណ្ដាលនៃពាណិជ្ជកម្មផ្លូវសមុទ្រនិងមានក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Amazon, Microsoft និង Apple បើការិយាល័យនៅទីនោះការហូរចុកនៃបុគ្គលិកដែលមានប្រាក់ខែខ្ពស់ធ្វើឲ្យតម្លៃទំនិញនិងសេវាកម្មផ្សេងៗឡើងថ្លៃទៅតាមនោះដែរខេត្តប្រទេសកូឡុំបៀយ៉ាមានការយកពន្ធមួយចំនួននិងច្បាប់គ្រប់គ្រងការសាងសង់ដ៏តឹងរ៉ឹងដែលធ្វើឲ្យការអភិវឌ្ឍគម្រោងផ្ទះសម្បែងថ្មីៗត្រូវចំណាយពេលយូរនិងមានតម្លៃដើមខ្ពស់ចំណុចដែលគួរឲ្យចាប់អារម្មណ៍ទោះបីជាវាមានតម្លៃថ្លៃខ្លាំងក៏ Vancouver នៅតែជាប់ចំណាត់ថ្នាក់ជាទីក្រុងដែលគួរឲ្យចង់រស់នៅបំផុតនៅក្នុងលោកដោយសារសម្រស់ធម្មជាតិនិងសុវត្ថិភាព